អ្វីដែលលោកTim Chantofer ដែលជាម្ចាស់ស្នាដៃសភៅ Toxic People ហ្នឹងគឺគាត់បានចែករំលែកពីវិធីសាស្ត្រខ្លះៗនៅក្នុងការការពារខ្លួនពីមនុស្ស toxic ដែរខ្ញុំចាប់អារម្មណ៍ចំណុចសំខាន់មួយគាត់ថាឲ្យយើងដឹងពីចំណុចខ្សោយរបស់ខ្លួនឯងជាមុនសិនថាតើយើងជាមនុស្សដែលឆាប់ខ្លាចចិត្តគេយើងប្រកាសយោគយល់គេយើងចិត្តល្អយើងចិត្តទលាយើងងាយនឹងជឿជាក់អ្នកដទៃយើងដាក់តម្រូវការរបស់គេជាធំទុកតម្រូវការខ្លួនឯងនៅខាងក្រោយឬក៏យើងជាមនុស្សដែលអត់ហ៊ានខ្វែងគំនិតមួយអ្នកដទៃយើងឲ្យតែគេថាមិនយើងតាមគេរហូតដែរជាពិសេសខ្ញុំគិតថាសម្រាប់ខ្មែរយើងហ្មងគឺខ្លាចចិត្តគេហើយអត់សូវហ៊ាននិយាយអាពាក្យថាទេអញ្ចឹងត្រង់ចំណុចហ្នឹងឯងដែលពេលខ្លះធ្វើឲ្យអ្នកដទៃគេដឹងពីចំណុចខ្សោយរបស់យើងហើយគេមកកេងចំណេញពីលើយើងរហូតចូលទៅដល់ចំណុចទី2គឺអ្នកនិពន្ធគាត់ឲ្យយើងមានសតិរលឹកដឹងឧទាហរណ៍សាមញ្ញថាភាគច្រើនខ្ញុំនៅពេលដែលជជែកជាមួយអ្នកណាក៏ដោយគឺប្រយ័ត្នបន្តិចនៅក្នុងការថាយើងធ្វើកិច្ចការងារអីមួយជាមួយគេព្រោះជួនកាលយើងនិយាយជាមួយគាត់យើងអត់ចាប់អារម្មណ៍ទេយើងអត់មានសតិនៅនឹងយើងជួនកាលទៅដល់ដឹងខ្លួនហើយបានមានអារម្មណ៍ថារៀងទៅតមកតាមក្រោយឬក៏ពេលខ្លះគឺយើងអត់ហ៊ានបដិសេធភ្លាមហ្មងខ្ញុំគិតថាហ្នឹងអាចថាជួនកាលយើងនៅក្មេងឬក៏ពេលខ្លះយើងមិនទម្លាប់នៅក្នុងការនិយាយថាទេទៅកាន់អ្នកដទៃមានមនុស្សតុកសិចមួយចំនួននៅក្នុងជីវិតដែលគាត់តែងតែទាមទារឲ្យយើងធ្វើអីមួយឲ្យគាត់រហូតដល់យើងមានអារម្មណ៍ថាវាលើសលប់ពេកបងប្អូនតានេះអញ្ចឹងបើសិនជាជជែកជាមួយគាត់មានសតិរលឹកដឹងថាត្រូវនិយាយទេគឺយើងនិយាយហ្មងពិតជាអត់អាចធ្វើតាមសំណើរបស់គាត់បានពិតមែនកុំបាច់ចង់ឈ្នះមនុស្សតុកសិចពេលខ្លះបើសិនជាជំរឿខ្លះដើរចេញបានកាន់តែលឿនកាន់តែល្អអាហ្នឹងដើរចេញនៅគុំទៅចង់ឈ្នះចាញ់ហើយមិនបាច់យកអាហ្នឹងមកធ្វើជារឿងផ្ទាល់ខ្លួនអីទេចាត់ទុកថាដូចការជជែកនិយាយចៃដន្យព្រោះយើងអាចជួបមនុស្សតុកសិចនៅតាមទីសាធារណៈនៅហាងកាហ្វេនៅកន្លែងធ្វើការនៅអីចឹងទៅជួនកាលគាត់មិនមានភាពសំខាន់នៅក្នុងជីវិតរបស់យើងទេអញ្ចឹងកន្លែងណាចាញ់បានក៏ចាញ់ទៅកន្លែងណានិយាយធ្វើមិនបានក៏ឲ្យទៅចាប់កិច្ចសន្ទនាហ្នឹងទៅហើយយើងរៀងខឹងអ្នកទាំងគ្នាថាចាញ់បោកគេអញ្ចឹងក៏មិនបាច់ចាំគិតទៅចង់សងសឹកដែរព្រោះមនុស្សដែលជា toxic people ហ្នឹងគឺគាត់អត់ខ្លាចនៅក្នុងការសងសឹកយើងមកវិញទេអញ្ចឹងព្យាយាមដកខ្លួនបានក៏ដកបើករណីខ្លះដកអត់បានអាចរក្សាគម្លាតតែជៀសវាងការបង្កើតជាចំនួនឬក៏ការសងសឹកព្រោះយើងសងសឹកគាត់គឺគាត់អត់ខ្លាចនៅក្នុងការសងសឹកត្រឡប់មកវិញទេហើយមួយទៀតគឺយើងត្រូវតែមានគោលជំហររបស់ខ្លួនឯងរឹងមាំខ្ញុំឧទាហរណ៍សាមញ្ញថាបើសិនជាក្នុងករណីដែលយើងមានមិត្តភ័ក្តិឬក៏មិត្តរួមក្រុមការងារដែលគាត់តែងតែនិយាយប៊ូលីយើងមកគេមកឯងធ្វើឲ្យយើងបាក់មុខធ្វើឲ្យយើងអាម៉ាស់អាហ្នឹងគឺយើងត្រូវតែបង្ហាញពីគោលចំហរបស់យើងទៅកាន់គាត់និយាយត្រង់ហ្មងថាយើងពិតជាអត់ចូលចិត្តដែលគាត់និយាយប៊ូលីរូបរាងកាយរបស់យើងនៅមុខចំណងចំណោមអ្នកដទៃអញ្ចឹងដើម្បីជួយខ្លួនឯងនៅក្នុងស្ថានភាពហ្នឹងគឺត្រូវតែហ៊ាននិយាយនៅការពិតហ៊ាននិយាយនៅអ្វីដែលយើងមានអារម្មណ៍ថាយើងអត់សនុកចិត្តទេដែលគាត់និយាយអញ្ចឹងហើយខ្ញុំគិតថាក្រៅទៅពីចំណងតំណែងរវាងយើងនិងមនុស្សដែលយើងជួបផ្ទាល់នៅក្នុងសង្គមនៅក្នុងបណ្ដាញសង្គមបងប្អូនអរគ្នាអាចធ្វើការរង្វាយតម្លៃដូចគ្នាដែរយើងជួបឬក៏យើង follow បុគ្គលណាមួយហើយយើងទទួលបានអារម្មណ៍មិនពីពួកគាត់នៅក្នុងបណ្ដាញសង្គមហ្នឹងព្រោះមាន page ខ្លះគឺពិតជាបោះមាតិកាឬក៏ post ដែលធ្វើឲ្យយើងអាប់អួរក្នុងចិត្តទៅជាពេលខ្លះប្រឆេះនៅកំហឹងនៅក្នុងចិត្តរបស់យើងអញ្ចឹងព្យាយាមសង្កេតមើលកន្លែងហ្នឹងដូចគ្នាថាតើក្រៅទៅពីនៅក្នុងមនុស្សដែលយើងសេពគប់រាល់ថ្ងៃហ្នឹងហើយនៅក្នុងបណ្ដាញសង្គមpage ដែលយើង follow មនុស្សដែលយើង follow ហ្នឹងគាត់អាចថាបង្កើតជាមាតិកាពុលមកក្នុងចិត្តរបស់យើងដែរឬក៏អត់
បើណាគេយើងមើលហើយយើងចេះតែមានអារម្មណ៍តានតឹងធុញថប់អីទេអាច unfollow បានអានេះជាការរក្សានៅធម៌ពលឬក៏លំនឹងផ្លូវចិត្តរបស់យើងឬក៏ការថែរក្សាសុខភាពផ្លូវចិត្តទាំងនៅក្នុងការប្រស័យទាក់ទងជាមួយមនុស្សផ្ទាល់ឬក៏នៅក្នុងបណ្ដាញសង្គមដូចគ្នាអញ្ចឹងអានេះជាចំណុចខ្លះៗដែលខ្ញុំចង់ចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាហើយមួយទៀតព្យាយាមសង្កេតមើលឲ្យបានច្រើនប្រភេទមនុស្សដែលយើងរាប់អានដែលយើងស្វែងគប់ហ្នឹងគឺមុននឹងអនុញ្ញាតឲ្យនរណាម្នាក់ចូលមកក្នុងជីវិតរបស់យើងគួរតែមើលឲ្យច្រើនបន្តិចបើសិនជាយើងអត់ចង់ជួបប្រទះនៅបញ្ហាពេលក្រោយបងប្អូនទាំងអស់គ្នា